ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរយើងធ្វើដំណើរទៅលេងទឹកជ្រោះទឹកកាត់នៅខេត្តកោះកុងតោះអញ្ចឹងយើងចេញដំណើរទៅទាំងអស់គ្នាឥឡូវនេះយើងបានមកដល់ចំណតហើយយើងបន្តដំណើរទៅមុខបន្តិចទៀតក៏មកដល់រីសតមួយដែលមានឈ្មោះថារីសត Dragon Village ហើយនៅជួបនឹងរីសតនឹងផងដែរគឺមានផ្លូវមួយបត់ស្នាមដែលជាផ្លូវឆ្ពោះទៅទឹកធ្លាក់តកាតឥឡូវនេះយើងមកដល់ចំណុចនេះនៅកញ្ឆ្វេងដៃគឺមានច្រកមួយដែលចូលទៅទឹកធ្លាក់តកាតតែប៉ុន្តែពួកយើងអត់ទាន់បានចូលលេងទឹកធ្លាក់ទេពួកយើងក៏បន្តដំណើរហួសទៅលេងនៅរីសតមួយកន្លែងសិនហើយជិះតាមផ្លូវទេសភាពស្អាតមែនទែនបាទឥឡូវនេះពួកយើងបានមកដល់ផ្លូវបំបែកមួយគឺមានផ្លូវមួយបត់ទៅឆ្វេងក៏ប៉ុន្តែអត់បត់ទៅទេពួកយើងធ្វើដំណើរទៅត្រង់ដើម្បីឆ្ពោះទៅកាន់រីសតឥឡូវនេះពួកយើងក៏បានមកដល់ហើយពួកយើងក៏បានថតជុំវិញដើម្បីឲ្យបងប្អូនបានទស្សនានៅពេលដែលពួកយើងបានថតហើយអស់ពួកយើងក៏បន្តដំណើរត្រឡប់ទៅវិញបន្ទាប់ពីយើងបានត្រឡប់មកពីកន្លែងរីសតវិញពួកយើងក៏បានឆ្លៀតឡើងចូលលេងវត្តហ្នឹងគឺនៅលើភ្នំបងប្អូនហើយពួកយើងឡើងមកក៏បានថតរូបថតអីបន្តិចហើយក៏ពួកយើងបានធ្វើដំណើរទៅមុខបន្តទៀតដើម្បីទៅលេងទឹកធ្លាក់អញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានទស្សនាបាយបាយ